តើធនាគារល្អទេចំពោះអាជីវកម្មហើយវាមានគុណសម្បត្តិគុណវិបត្តិយ៉ាងម៉េចអញ្ចឹងមុនដំបូងខ្ញុំលើកយកហេតុផលថាតើធនាគារនេះវាល្អចំពោះអាជីវកម្មទេអញ្ចឹងហេតុផលទីមួយយើងលេខក្នុងការដាក់សាច់ប្រាក់ច្រើនការទីគាត់ក្នុងការទេក្នុងការទិញដូរយើងនៅឆ្ងាយក្នុងការទេពីលុយអ្នកទិញនិងលុយអ្នកលក់គឺមានពិបាកក្នុងការផ្ញើទៅលុយទៅវិញទៅមកយើងគាត់ទៅទូទាត់តាម QR code ទូទាត់បាញ់លុយទៅវិញទៅមកជាការស្រេចហើយមួយទៀតគឺយើងប្រើប្រព័ន្ធ QR code ប្រើប្រព័ន្ធធនាគារតាមទូរស័ព្ទអតិថិជនគឺងាយស្រួលក្នុងការបាញ់ទៅវិញទៅមកដែរយើងអាចទទួលការងារក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារដើម្បីគ្រប់គ្រងវិធីការបាញ់ទឹកប្រាក់នៃបីគេឲ្យមានធនាគារទៅអញ្ចឹងជាតែអនាគតទៅបើយើងប្រើប្រព័ន្ធធនាគារបានល្អយើងងាយស្រួលក្នុងការកម្ចីធនាគារដែរឥឡូវយើងងាកមកមើលគុណសម្បត្តិទៅក្នុងការប្រើប្រាស់ធនាគារអញ្ចឹងគុណសម្បត្តិទី1ការដាក់លុយនៅធនាគារគឺមានគុណភាពហើយនឹងមានសុវត្ថិភាពខ្ពស់បំផុតហើយអីយើងដាក់នៅធនាគារដែលយើងទុកចិត្តពីអត់មានបាក់ទេគឺសុវត្ថិភាពមែនទេហើយជំនួសទៅដាក់លុយទៅធនាគារមានការប្រាក់ទីតែការប្រាក់ទីគួយតែបើយើងនិយាយពីសុវត្ថិភាពវាកុំជាងការប្រាក់នៅទៅទៀតវាកាត់បន្ថយហានិភ័យចំណុចទី2ហានិភ័យយ៉ាងម៉េចបើយើងទុកលុយនៅក្នុងកប៉ាល់យើងទុកលុយក្នុងកាបូបយើងទុកលុយនៅផ្ទះអញ្ចឹងមានបញ្ហាការបាត់ការបងទៅវិញទៅអញ្ចឹងបើយើងទុកលុយនៅក្នុងធនាគារវាច្រើនគឺមិនងាយបាត់បង់ទេបងប្អូនការចោលកម្មការអីទៅវិញវាអញ្ចឹងពុកចិត្តទៅក្នុងកម្មវិធីធនាគារគេលេយើងផ្សាយពីគេថាចូលលុយទៅផ្ញើធនាគារគឺអត់ខ្លាចទេប៉ុន្តែយើងលុយទៅផ្ញើបងប្អូនបង្កើតគឺខ្លាចទីទៅទៅគឺវាអញ្ចឹងមែនគឺពិតជាចង់តែពីទីគេប្រាប់ស្ដាប់តែចិត្តគឺអញ្ចឹងដាក់លុយធនាគារគឺវាសុខភាពជាងដាក់លុយនៅលោកដៃយ៉ាងផ្សេងទី3អញ្ចឹងចូលដល់ទី4ការរៀបចំទិន្នន័យធនាគារការរៀបចំបែងចែក account ធនាគារការបង់ពន្ធការបង់អីគឺយើងបង់ពន្ធប្រាក់នេះគឺវាស្រួលបំផុតដូចឥឡូវជីវកម្មទូទៅបើយើងកាន់ពីបង់ពន្ធច្រើនហ្នឹងទៅសិនពន្ធតែបាញ់តាមធនាគារគឺអូខេបាត់ហើយអញ្ចឹងចំណុចទី5ពាក់ព័ន្ធជាមួយនឹងការសិក្សាសពទីទូទៅការសិក្សានៃកុំធនាគារគឺវាអាស្រ័យទៅលើកុំអតីតឬប្រទេសនេះមួយដែរអញ្ចឹងយើងគាត់តែដាក់លុយក្នុងការប្រើប្រាស់អាជីវកម្មរបស់យើងបាញ់ចេញបាញ់ទៅពីការវិនិយោគក៏មានការប្រើប្រាស់ដែរអានឹងគឺចំណុចល្អក្នុងការប្រើប្រាស់ការធ្វើធនាគារការសន្សំបើសិនជាយើងចង់បែងចែកប្រាក់ចំណូលយើងបែងចែកយើងបង្កើតកុំមួយសម្រាប់ចរាចរណ៍លុយទិញដូរយើងបង្កើតកុំមួយទៀតសម្រាប់ដាក់លុយសន្សំយើងដាក់លុយសន្សំគេបែងចែកថាយើងលុយចំណេញដាក់សន្សំប្រមាណ%ដើម្បីទុកវិជាកម្មថ្ងៃក្រោយឬក៏ទុកក្នុងការមានបញ្ហាជួយក្រុមសម្រាប់ឲ្យទីផ្សេងហ្នឹងគឺយើងបែងចែកទៅកប់កុំមួយទៀតសម្រាប់លុយសន្សំចឹងទៅគឺយើងបើកកុំទៅជាបានច្រើនយើងរៀបទៅតាមប្រព័ន្ធដែលយើងត្រូវរៀបទៅមានកុំអាជីវកម្មបាញ់ពេញកាន់ត្រូលមានកុំសម្រាប់សន្សំអាជីវកម្មរបស់យើងប្រាក់សំរាប់យើងលុយទៅយើងក៏សម្រាប់ទៅទុកសំរាប់អានិភ័យឬក៏យើងសំរាប់ប្រភេទសំណុកដើម្បីយើងវិទ្យាជីវកម្មជាដើមទៅអញ្ចឹងចូលដល់ចំណុចទី6ក្នុងការបង្កើនការវិនិយោគទៅពេលដែលយើងមានប្រវត្តិ CVC ក្នុងធនាគារថ្ងៃក្រោយយើងចង់ស្នើសុំទាក់ទងទៅនឹងស្នើសុំលុយបង្កើតអាជីវកម្មលុយពង្រីកអាជីវកម្មព្រោះតើឥឡូវយើងដាក់លុយនៅបេស៊ីកតាយើងការដាក់លុយរបស់យើងមានចំនួនច្រើនការចរាចរណ៍លុយរបស់យើងមានចំនួនច្រើនចង់និយាយថាប្រតិបត្តិការចេញប្រតិបត្តិការចូលរបស់យើងមានចំនួនច្រើនព្រោះថតអាជីវកម្មមួយការបាច់ចេញការបាច់ចូលដល់ទៅដល់10%អញ្ចឹងអានឹងគឺជាចំណុចមួយងាយស្រួលដែរពេលដែលធនាគារចង់សិក្សាពីប្រាក់ចំណូលរបស់យើងគេគ្រាន់តែមើលនៅក្នុង bank statement នោះរបាយការណ៍ហិរញ្ញវត្ថុនោះគេឃើញចរាចរណ៍យើងអានេះគឺងាយស្រួលតែថ្ងៃក្រោយយើងចង់បើកលុយក្នុងការវិនិយោគអាជីវកម្មជាចង់កម្ចីបន្ថែមក្នុងការធ្វើអ្វីមួយឬក៏បាត់អាជីវកម្មផ្សេងឬក៏ខ្ចីមកអាជីវកម្មប្រភេទគឺមានភាពងាយស្រួលជាចំណុចល្អទៀតដែរអានេះនិយាយពីគុណសម្បត្តិទាំង6នៅក្នុងការប្រើប្រាស់វិធីបាទ
ឥឡូវយើងនិយាយពីគុណវិបត្តិទី1ក្នុងការប្រើប្រាស់ធនាគារចឹងជាទូទៅយើងប្រើប្រាស់ធនាគារវាមានគុណវិបត្តិជួបមួយក្នុងការវេលុយចឹងការវេលុយជួយឧទាហរណ៍ថាបើសិនជាយើងវេលុយតង់របស់យើងលុយដុល្លារកាលណាយើងវេចេញជាលុយខ្មែរគេកាត់ការប្រាក់គេកាត់ស្អីពីទូទៅកាលណាយើងសុំខ្មែរយើងបាច់ទៅដុល្លារគេកាត់អីពីទូទៅអានឹងជាចំណុចមួយបើតែចំណុចហ្នឹងវាមិនសូវជាមានបញ្ហាធំព្រោះអត្រាការប្រាក់គឺវាតិចតួចបំផុតតែប្រហែលរៀលប្រហែលទេទាក់ទងទៅនឹងការជ័យបើសិនជាយើងសំចៃធនាគារយកមករកស៊ីយើងប្រើប្រាស់លុយធនាគារបានលុយធនាគារគឺអត់មានហ្វ្រីទេប្រព័ន្ធជាមួយនឹងសំចៃប្រព័ន្ធជាមួយការប្រើប្រាស់លុយធនាគារអត់គឺអាជីវកម្មឬក៏បង្រៀនអាជីវកម្មជាទូទៅតែមាននឹងការប្រាក់ចឹងការប្រាក់តិចឬក៏ការប្រាក់ច្រើនវាអាស្រ័យទៅលើការទំហំអាជីវកម្មរបស់យើងពេលដែលបញ្ហាការជាប់យ៉ាងទីពីគុណវិបត្តិទី2បាទនិយាយពីគុណវិបត្តិតងទាំងចំណុចទី3ចឹងបើសិនជាយើងចេះគ្រប់គ្រងហើយអាចបន្តទេបាទទីផ្សេងទីចិត្តរបស់យើងផងហើយលោកក៏ថាលុយយើងមាននៅក្នុងធនាគារក្នុងកងស្រាប់យើងគាត់ទីនេះបាច់ចេញបាច់គុំនិយាយស្រួលតែប្រចឹងបើសិនជាបងប្អូនអត់សូវមានការគ្រប់គ្រងក្នុងការធ្វើការចំណេះច្បាស់លាស់ទៀតទេអានឹងក៏ជាអតីតទៅទុកលុយនេះមកផ្ទះដាក់គឺតែយើងការយកចាយគឺមានការលំបាកអត់លឿនទេបើសិនជាយើងដាក់លុយនៅក្នុងធនាគារចឹងយើងចង់បាញ់ចូលទិញចេញវេទិញចេញជាដាក់គឺទៅបាញ់ពីមិនអានឹងគឺជាអនិច្ចមួយណាបើសិនជាយើងអត់ទេគ្រប់គ្រងលក្ខណៈគេហៅថាគេរ៉ាច់ទៅទេចឹងអតិគ្រប់គ្រងលុយគឺរឿងពិបាករបស់ទី3ឥឡូវចូលដល់ចំណុចទី4តើតោងទៅនឹងការចំណាយពេលពីទូទៅការប្រតិបត្តិការខ្លះគឺវាជាការលំបាកឥឡូវថតឲ្យយើងទៅការដកលុយច្រើន$10,000ទៀតទៅអញ្ចឹងយើងក៏មិនអាចក៏បានទីព្រៀងដែរដោយសារធនាគារគេកំណត់ថាគួរតែយើងដកលុយរហ័សអញ្ចឹងបានតែ$1,000ទេសម្រាប់ថ្ងៃបើយើងតតាមគេហៅ mobile app តាម mobile យើង scan ហើយទូរស័ព្ទយើងប្រើលេខកូដអាចបានដល់តែ$5,000អញ្ចឹងបើសិនជាយើងចង់ប្រើដក$1,000យើងទៅប្រើពេលតាមប្រសិទ្ធរបស់ធនាគារការប្រើប្រាស់ពេលការគ្រប់អានឹងជាចំណុចវិបត្តិមួយដែរការប្រើប្រាស់របស់ពីចំណុចទី5ជាទូទៅយើងត្រូវសិក្សាការជាប់ជាមួយនឹងការបើកធនាគារការបើកធនាគារដូចជាប្រើប្រាស់អតិថិជនបានប្រើប្រាស់លេខទូរស័ព្ទទៅ verify ទៅបើសិនជាយើងអត់មានឯកសារទេគឺប្រហែលគាត់ឲ្យតែបានប្រជាពលរដ្ឋទីឬគឺតែថាបើយើងអត់បានមានគឺអត់ទៅចិត្តកាលណាបើកកង់ឬក៏មានបញ្ហាកង់គឺបាត់មានបញ្ហាឥឡូវក៏ចេះកង់យើងមានបញ្ហាឬបាត់កង់ដោយសារមានបញ្ហាណាមួយទៅគ្រប់លុយតិចទៅចូលមិនបាច់តែកង់ទៅអីយើងបាត់ដល់ពេលយើងបាត់យើងបាញ់បានរបស់យើងអត់ដល់ជប់សុខភាពពីការយើងធ្វើឲ្យអត់បានតែបាត់ពីចិត្តវាពិបាកការផ្សេងទៅនឹងឯកសារតែចំណុចដែលមានបញ្ហាក្នុងប្រមាណយើងត្រូវមានបាក់ស្គរទៅចំណុចជាចុងក្រោយគេយើងចំណុចទី6នៃគុណវិបត្តិរបស់ការប្រើប្រាស់ប្រព័ន្ធធនាគារទីទូទៅការប្រើប្រាស់ប្រព័ន្ធធនាគារมันស្រួលទៅលោកទីនេះពលរដ្ឋវិស័យភាសាអីគឺប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកគឺប្រើប្រាស់ប្រព័ន្ធគេហៅថា Wi-Fi ឬក៏ 3G មួយទៀតគឺការប្រើប្រាស់ 2ATM អញ្ចឹងការប្រើប្រាស់ 2ATM នឹងប្រព័ន្ធសេវាជាទូទៅនៅទីក្រុងទីរួមខេត្តទីរួមស្រុកទៅការវេចេញការវេចូលដល់សេវាទូទៅវាស្រួលពីការស្កេនទីស្រួលសាស្ត្រនៅក្រុងទីរួមខេត្តទីរួមស្រុកចិត្តជំនាញ 2ATM ច្រើនដែលយើងអាចប្រើប្រាស់គាត់ទៅចូលគឺបានស្រួលគឺយើងស្កេនគឺក៏បានស្រួលទៅដែរប៉ុន្តែបើសិនជានៅតំបន់ឆ្ងាយតែជាតាមស្រុកស្រែនោះឲ្យទៅកន្លែងខ្លះពួកគេមិនប្រើក្រុមធនាគារដែរតែទិញមកលុបខ្លះគឺយើងគាត់អត់ប្រើក្រុមធនាគារគឺយើងចង់ទិញប័ណ្ណគឺពិបាកហើយប៉ុន្តែឥឡូវទៅជាជំនុំទលាឥឡូវគឺការប្រើប្រាស់ការជំនុំអានឹងគុណសម្បត្តិហ្នឹងគុណមិនមានទេដែរអញ្ចឹងជាទូទៅបើសិនជាយើងដំបូងមាននៅក្នុងការបើកអាជីវកម្មតែយើងប្រើប្រាស់សារយកជាមួយនឹងក្រុមធនាគារគឺខ្ញុំណែនាំឲ្យយើងបើកបាច់ពីឡៃកងធនាគារមួយសម្រាប់ចរន្តមួយចិត្តចូលទៅ
công của địa kia muốn sắm đạp vui sắm sắm vui không công thì phải chân công công thực bạn tại lại không cản gì và đạt cái nguyên thiên cái dương của bạn trong cảm tục lòng với nặng chân của con của địa kia không chân chấm nơi vui tiền thì u tới bờ sân của dương miền công chạy và văn của địa kia vòng ổn định tất cả kết vì được là một dương thầy dương sâu kết vì được một dương càng không được dân can tới mình phải dân ca chạy xuống ban đôi cái đi kia học ra sự để chúng ta là tập hiệp dân miền cho họ dân miền dân chạy bàn có tại bây giờ chạy xuống chúng ta vừa mau vào ra thêm số có viên lông nâng nông bạch hạของเราจะขอบคุณที่ได้รับความสนใจจำนวนพิจารณาบุญที่ของเราการอาดินปราบปรามด้วยที่เดียยังเกิดปีสมัติในการโซ่ที่ตุ้งตื้อแต่นี่คือนั่นคือสิ่งที่แบบนอนตกซาต่อรอตกบอลในภาษาชาสงครามปีภาษาที่วิทยาตั้งจริงหลักเดียวของเดียวกับการใช้ของการโซ่ถึงการสลับอยู่บอลที่หลักของที่ตั้งใจเปลี่ยนตัวเองใจบานประมาณเกี่ยวกับบอลอันนั้นจะดีคือเปลี่ยนจึงบอกบางคนเปลี่ยนไปมาเป็นสลับการภาษาประกอบซึ่งรอภาษาจำนวนที่ยังเกิดตามตาปกป้องจนโน้ปกป้องจนนั่นเองครับเป็นอย่างที่มีเป็นสเต็ปมันที่ไหนแล้วก็ยืนเป็นออดตามการสอบเด็กอย่างที่ยืนไปมากบไม่ไปมากบไม่ไปมาสอบไปประมาณไปใส่เปอร์เซ็นต์ยืนออดตามการเตะลงการตีอยู่ใบมือพอแต่ยืนจงตีอย่างนี้มันเป็นใบตรงนั้นเช่นมันเคยใช้มือกบพอยืนตาสอบเป็นคนตากองสอบปฏิบัติสอบปัญญาปีคนบ้านไปบ้านคุยกับคนchân ca bài trai ca kết hôn với trai ca tham quan vật trong tổ chức này như có tạm tạm bản số này để tạo thành kia trong từ trong nước trong rồi kia thì cũng tới ca nam môn thân sọc bài chất sao sự bà cam thì kia một ôn từ kết một ôn từ trái một ôn từ phần xạo mót một ôn nhằm hỏi nắng ở dương su thì kia đối cột từ từ thì kia bằng tí nước bảy lại đồng bảy trăm pi bồi về nó phải đi bồi xe chúng ta hạt chim cam nè thì kia nó phải vào hạt chim cam nó thì kia tất cả bạn bây giờ một phần nhé thì kia là to tục tây lừa chim cam với chim cam xí cam thế mình đi thì kia mùi pi tại càng đặt cái thì kia đánh to tục tây từ lừa cam tinh tiền tinh đây đấy mình kia hết đời và hướng trên cái kia xây được thì kia đây tục tây lừa chim cam nên cái kia là hơi quan trọng cái kia chân dương mình chắc chắn xây tiền xây một cái phần khỏi tập sáng áo thì kia là cà phê bằng cà phê ăn bánh không còn cần tập đập được tập bay tập hỏi ca ăn thì xây từ ngày cầu thay mũi tiền nhưng còn chơi vàng xuống ăn việc lấy ở bạn thành nhái hay cầm chơi bàn cà phê tiền việc anh ấy cũng như phải thấy chào này chân khi tu tới và sinh thì dương pha một quan của người phía dương pha sản phẩm nhiều cán tu nhiều đồ tại dương cơ biên can trường pro đặt chúng đây đặt chúng này nó ta phải chạy ta thì thâu được nhiều bạn việc tu tới việc vừa ao ca chiều cam bởi dương những việc chơi vì tình yêu kia vô mong với cả chiều cam thì tu tới là chiều cam không rồi một rồi nên là chiều cam nào để ở vào vì tình yêu kia rồi nuôi tình yêu kia thì miền cà và tiếc tay dương vô viên một ráo dương luôn đầu bát trải chiều này là còn dương vô nuôi màu một phấn tự chân dương cà và theo phần những cái hỏi ký 10 chân không 10 đô la cho nên dương dụng nó tin vay người tin một câu tin ta chặt về còn tin tàu bằng to chân non người khai dương dùng mình bàn hỏi còn là thứ còn 5 đô la chân như đây 5 đô la cái bom họcกันthì phản ứng với chúng mình nàyแต่ได้กองโอนบทเป็นอันนี้ไปแต่ยืนมุกระบอดต้นฉบับบอกเลยกองเราต้นนี้กี่บทต้นตัวนี้กี่จะฟุ้งเต้ยคือพอผมวัดมันไปแต่ยืนกับใจน้อยแต่ใบวิกับจีบกั๊นักไปได้จีบกั๊มายืนเรื่องมอมให้ไปบานคอไทยvà sinh chia chia cam mà như họ trong rừng mò thì bóng bóng thì cũng đấy và sinh thiên nhiên tuân cũng thiên chất xâm bài tập kiểu đó vô tuân cũng kia là một tay từ rồi mở cửa sạch vậy thì các cái bình tuân nội dương một tay từ rồi trên như kia một bài tập rồi cứ ăn phải nặng hay là cô và sinh việt như vậy thì dùng lông không bọc đó từ là hồi tình toàn và hai thì tương tự với sinh viên mình chắc bàn cái đó dương thì mình chắc cũng còn càng trai kỳ cái càng là ra của con trong những thứ thì tôi tới cái này phát cho lon trai được tôi còn thả lấy cái gì này bạn tìm còn là lá bay còn là ca thì nên còn dưới còn tay nuôi bao dưới nó tới còn trên kia lọc mòn là trong được còn tay dương thì nên đọt trai thì nên đọt trái cái cả về kia những nơi đọc phần đằng dương là bán đọt sai còn đó
dương ở ban room một nó ở cái việc để còn cái một nó đang đào cái về để dịch bàn vận ái dương chập đàm trải về việc gì trên tới mặt hành được nhiều của nó hay dương hoạt bằng môi bằng nó từ nhiều kia thế anh đang so sánh việc nhiên phải hạn cộng nhiều năm cái đèn còn mình ấy cũng phải dương ngôn ở càng cũng luôn từ đầu từ này càng cũng strong từ lực sẵn từ đây từ này ok để dương trong trong của con gì bằng học được